chia với say bộ mai bom ông miên lưới mồi rồi không ai mà một màn một miên lưới rồi không ai một màn một bom rồng luôn sắc xa bom rồng luôn vô rồi dân tập pra tại mà chiaประเภทdân thân thông SUV តែទំនើបហើយប្រើប្រាស់ឲ្យឆ្លាតខ្ពស់ឆ្នាំ04 03 07បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះការ៉ា VM 168 អូតូខាយើងខ្ញុំនៅខេត្តសៀមរាបសូមមកបង្ហាញរថយន្តចំនួន3គ្រឿងដែលមានក្នុងស្តុកបាទជាប្រភេទរថយន្ត SUV បាទនៅពីក្រោយខាងខ្ញុំបាទតែម្ដងបាទជាប្រភេទរថយន្ត SUV ធុនធំបាទគឺមានប្រភេទរថយន្ត Land Cruiser ឆ្នាំ2004ប្រភេទរថយន្ត Lexus 470បាទឆ្នាំផលិត2003និងប្រភេទរថយន្ត Lexus 470ដូចគ្នាឆ្នាំផលិត2003ដូចគ្នាបាទ2003ដូចគ្នាជាប្រភេទរថយន្តឆ្នាំផលិតខ្ពស់តែម្ដងបាទមុននឹងខ្ញុំបង្ហាញរថយន្តទាំង3គ្រឿងដែលមានក្នុងស្តុកនៅក្នុងការ៉ា VM 168បាទខ្ញុំបាននឹងសូមមកបញ្ជាក់ពុកម៉ែបងប្អូនពាក់ព័ន្ធនឹងលក្ខណៈពិសេសរបស់ការ៉ាយើងខ្ញុំតែម្ដងបាទគឺឯកទេសក្នុងការបង់រំលោះបាទបង់រំលោះបាទឯកទេសក្នុងការបង់រំលោះជាពិសេសពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការជិះរថយន្តយកទៅប្រើប្រាស់ប៉ុន្តែគ្មានថវិកាក្នុងការបាទទិញរថយន្តជាលុយសុទ្ធប៉ុន្តែពុកម៉ែបងប្អូនអាចមកប្រឹក្សារបស់ជាមួយនឹងការ៉ាយើងខ្ញុំបានជាមួយនឹងឯកទេសក្នុងការបង់រំលោះបាទមានប្រាក់ចូលរួមក៏បានបាទចាប់ពី15%ឡើងទៅពុកម៉ែបងប្អូនអាចសិក្សាបានប៉ុន្តែជាលក្ខណៈពិសេសមួយទៀតពុកម៉ែបងប្អូនមានប្រាក់ចូលរួមបាទពុកម៉ែបងប្អូនមានប្រាក់ចូលរួមទេប៉ុន្តែពុកម៉ែបងប្អូនមានប្រវត្តិល្អពុកម៉ែបងប្អូនចង់បានប្រភេទរថយន្តដែលមានក្នុងស្តុកស្រាប់យកទៅប្រើប្រាស់ពុកម៉ែបងប្អូនគ្រាន់តែមកជួបខ្ញុំនៅក្រាស់ VM 168អូតូខាពុកម៉ែបងប្អូនអាចសិក្សាបងរំលោះបានមិនបាច់ប្រាក់ចូលរួមសូម្បីតែ100ខ្មែរបាទសូម្បីតែ100ខ្មែរមិនបាច់ចូលរួមទេអាចមកសិក្សាដករថយន្តទៅប្រើប្រាស់បានរយៈពេល2ថ្ងៃឯកសារងាយបាទមកកុំឲ្យខាតពេលយូរយើងខ្ញុំនឹងសូមមកបង្ហាញរថយន្តទាំង3គ្រឿងនេះតែម្ដងបាទរថយន្តទី1គឺប្រភេទរថយន្ត Land Cruiser បាទ Land Cruiser បាទបងប្អូនស្គាល់ហើយ Land Cruiser ជាប្រភេទរថយន្តដែលរបស់ក្រុមហ៊ុន Toyota បាទគឺប្រភេទរថយន្តធំ SUV មួយនេះគឺធន់មែនទែនបាទហើយឆ្នាំផលិត2004ពុកម៉ែបងប្អូនឆ្នាំផលិត2004ម៉ាស៊ីនម៉ាស៊ូតពុកម៉ែបងប្អូននេះធាក់បូម៉ាស៊ីនម៉ាស៊ូតបាទកម្លាំងម៉ាស៊ីន2.4 វ៉ុលបាទបងប្អូនធូរថ្លៃមែនទែនពុកម៉ែបងប្អូនហើយជាប្រភេទរថយន្តដែលយើងសម្រិតសម្រាំងមកជូនពុកម៉ែបងប្អូនគឺអត់មានប្រវត្តិបុកប៉ះកាត់តប្រូពណ៌កែច្នៃអ្វីទាំងអស់បាទសូម្បីតែឆ្នាំរថយន្តក៏នៅសំណុំសឹងតែ90%ទៀតបងប្អូនបាទសំណុំរបស់រថយន្ត Land Cruiser នេះតែម្ដងបាទកាមេរ៉ាមែនយើងសូមមកបង្ហាញរថយន្តបាទចំពោះរថយន្តមួយនេះដែរគឺម្ចាស់មុនគាត់បានលេងប្រភេទរថយន្តគេហៅកូនប្រភេទកង់រថយន្តប្រភេទកូនកាត់ណាពុកម៉ែបងប្អូនoff road ឬក៏ប្រើប្រាស់ធម្មតាក៏បានបាទវាអត់មានសាំទេបាទព្រោះវាលេខខូចមែនទេហើយស៊ីវិល័យមែនទេសម្រាប់កង់រថយន្តទាំង4គ្រាប់តែម្ដងបាទហើយចំពោះទឹកថ្នាំគឺភ្លឺរលោងពួកខ្ញុំរៀបចំរួចរាល់ជូនពុកម៉ែបងប្អូនហើយអស់ហើយពុកម៉ែបងប្អូនទាំងទឹកថ្នាំទាំងពុកខាងក្នុងទាំងប្លុកម៉ាស៊ីនគឺពុកម៉ែបងប្អូនមិនបាច់ព្រួយបារម្ភអីទៀតទេគឺយកទៅប្រើប្រាស់តែម្ដងពុកម៉ែបងប្អូនគឺខ្ញុំបានសម្រាប់ជូនរួចដល់ហើយមកខ្ញុំសូមមកបង្ហាញខាងក្នុងនៃរថយន្តតែម្ដងបាទប្រភេទរថយន្តឆ្នាំ2000ឆ្នាំផលិត2004នៃក្រុមហ៊ុន Toyota Land Cruiser មួយនេះបាទខាងខ្ញុំបានសម្រាប់ដេសំពុកថ្មីជូនពុកម៉ែបងប្អូនហើយជាប្រភេទពុកពណ៌ cherry បាទពណ៌ cherry ហើយខាងក្នុងគឺនៅស្អាតភ្លឺរលោងតែម្ដងបាទក្រង់ Android ខ្នាតធំបាទពុកម៉ែបងប្អូន Android ខ្នាតធំមានកាមេរ៉ាមុខក្រោយឬទៅសាច់បាទសម្រាប់ប្រភេទរថយន្តមួយនេះគឺមានប្រអប់វែងដល់ខាងក្រោយបាទគេហៅថាប្រអប់ដាក់សម្ភារៈផ្សេងដូចជាវ៉ែនតាដូចជាសម្ភារៈផ្សេងរបស់ពុកម៉ែបងប្អូនតាមតម្រូវការហើយគឺខាងក្នុងពួកខ្ញុំហ៊ានធានាថាទៅលើគ្រឿងខាងក្នុងគឺអត់មានបែកអត់មានបាក់អត់មានកែច្នៃអីទាំងអស់បាទនេះជាងទ្វារពុកម៉ែបងប្អូនគឺនៅស្អាតសំណុំរបស់រថយន្តតែម្ដងមិនថាកូដរថយន្តបាទមិនថាកូដរថយន្តឬព័ត៌មានផ្សេងរបស់ផ្នែករថយន្តគឺមាននៅសំណុំរបស់រថយន្តតែម្ដងគឺស្អាតណាស់ពុកម៉ែបងប្អូនខ្ញុំហ៊ានធានាទៅលើរថយន្តតែស្អាតហើយក៏របស់យើងខ្ញុំគឺសម្រាប់តែរថយន្តស្អាតជូនពុកម៉ែបងប្អូនទេពុកម៉ែបងប្អូនបាទនេះខ្ញុំសូមមកបង្ហាញបាទអូគឺរលោងពណ៌ cherry ខាងក្នុងតែម្ដងបាទកៅអី3ជួរណាពុកម៉ែបងប្អូនសម្រាប់ប្រភេទរថយន្ត Land Cruiser នេះគឺមានបំពាក់កៅអី3ជួរបាទកៅអី3ជួរបាទសម្រាប់តម្រូវការខ្ពស់មែនទែនជាមួយនឹងពុកម៉ែបងប្អូនបាទនេះកៅអី3ជួរហើយអត់មានបែកបាក់អត់មានអីទេពុកម៉ែបងប្អូនបាទគឺ
សំតោដោយសារខ្ញុំសុខភាពទៅល្អបាទនេះខ្ញុំសូមមកបង្ហាញប្លុករថយន្តជូនពុកម៉ែបងប្អូនកុំឲ្យខាតពេលច្រើនប្រភេទរថយន្ត Land Cruiser ពុកម៉ែបងប្អូនហើយមានពីរប្រភេទពុកម៉ែបងប្អូនជាប្រភេទរថយន្តប្រើប្រាស់សាំងនិងប្រភេទរថយន្តដែលប្រើប្រាស់ម៉ាស៊ូតបាទនេះសំបីបងនៅស៊ឹបតែម្ដងហើយប្លុកម៉ាស៊ីនគឺយើងបានសម្អាតរួចរាល់ពុកម៉ែបងប្អូនតាមធ្នឹមអត់មានប្រវត្តិបុកប៉ះទេដូចខ្ញុំបញ្ជាក់ពុកម៉ែបងប្អូនរថយន្តដែលយើងសារ៉ាត់មកអត់មានប្រវត្តិបុកប៉ះទេហើយចំពោះសំណុំនៃម៉ាស៊ីនរថយន្តបាទពុកម៉ែបងប្អូនឃើញជាក់ស្ដែងហើយគឺអត់មានការកែច្នៃទេមិនថាប្រព័ន្ធភ្លើងមិនថាប្រព័ន្ធទយោរបស់រថយន្តឬក៏ម៉ាស៊ីនអត់មានការរុះរើឬកែច្នៃអ្វីទាំងអស់គឺនៅសំណុំរបស់រថយន្តតែម្ដងបាទពុកម៉ែបងប្អូនបាទឥឡូវខ្ញុំសូមបង្ហាញកុំឲ្យខាត់ពេលយូរខ្ញុំសូមបង្ហាញនៅប្រភេទរថយន្តពីរគ្រឿងទៀតបាទជាប្រភេទរថយន្ត SUV សូមមកបង្ហាញនៅរថយន្តមួយគ្រឿងទៀតបាទតែមានក្នុងស្រុកដូចគ្នាគឺប្រភេទរថយន្តកូនកាត់ជាមួយនឹង Lancer ហើយបាទគឺរបស់ក្រុមហ៊ុន Lexus បាទនេះគេហៅថាក្រុមហ៊ុន Lexus បាទ LX ជាប្រភេទរថយន្តឆ្នាំផលិត2003បាទប្រភេទរថយន្តសាំងតើមានបំពាក់ហ្គាសរួចហើយណាបងប្អូនហ្គាសប៊ិចបាទគឺបងប្អូនយកទិញយកជឿយកទៅគឺចំណេញមែនទេនៅតាមមានបំពាក់ហ្គាសប៊ិចរួចហើយបាទនេះឆ្នាំផលិត2003ណាពុកម៉ែបងប្អូនប្រើសាំងបាទប្រើសាំងមានបំពាក់ហ្គាសរួចហើយបាទពណ៌ខ្មៅបាទភ្លឺរលោងតែម្ដងចំពោះប្រវត្តិរបស់រថយន្តគឺដូចគ្នាគ្មានប្រវត្តិបុកប៉ះកលាប់កាត់តយទេហើយប្រភេទទឹកថ្នាំគឺសឹងតែ 90% ដូចគ្នាបាទគឺយើងសម្រាប់សម្រានស្អាតមែនទេមកកាមេរ៉ាមែនយើងមកបង្ហាញប្រកាសហើយខ្ញុំសូមបញ្ជាក់ប្រភេទកង់គឺថ្មីទាំង4គ្រាប់តែម្ដងបាទថ្មីទាំង4គ្រាប់តែម្ដងពុកម៉ែបងប្អូនទៅប្រើប្រាស់គឺខ្ញុំបញ្ជាក់អញ្ចឹងឡានដែលពុកម៉ែបងប្អូនមកជឿពីក្រាស់ VM108 គឺពុកម៉ែបងប្អូនយកទៅប្រើប្រាស់តែម្ដងដោយសារពួកយើងមកធ្វើការរៀបចំជូនពុកម៉ែបងប្អូនរួចរាល់អស់ហើយបាទពុកម៉ែបងប្អូនយកទៅជិះក្បាលមើលមុខយកទៅរៀបចំអីទៀតទេបាទមើលខាងក្នុងតែខ្ញុំសូមបញ្ជាក់បាទខ្ញុំសូមបញ្ជាក់រថយន្តមួយនេះគឺម្ចាស់មុនគាត់បានដំឡើងបាទប្រព័ន្ធ Android គេហៅថា Tableau ប្រព័ន្ធ Android របស់ Lexus ឆ្នាំ2025បាទជាប្រភេទអេក្រង់ធំតែម្ដងគឺយើង touch screen ទៅលើអេក្រង់តែម្ដងមិនថាsensor ម៉ាស៊ីនជែកមិនថា sensor អីផ្សេងគឺយើងប្រើ touch screen ទៅលើអេក្រង់តែម្ដងមកកាមេរ៉ាមែនបង្ហាញអេក្រង់ធំជូនពុកម៉ែបងប្អូនបន្តិចបាទគឺអេក្រង់របស់ Lexus 025តែម្ដងបាទពុកម៉ែបងប្អូនបាទហើយសំពុកវិញគឺនៅសំណុំរបស់រថយន្តតែម្ដងបាទអត់មានការកែច្នៃឬក៏ផ្លាស់ប្ដូរអីទេបាទហើយខាងក្នុងគឺខ្ញុំហ៊ានធានាទៅលើការសម្ភារៈខាងក្នុងឬគ្រឿងឧបករណ៍ខាងក្នុងរបស់រថយន្តគឺនៅសំណុំរបស់រថយន្តគ្មានការបែកបាក់ឬក៏កែច្នៃទេបាទនេះជាងគ្នាសូមមកបង្ហាញច្បាស់ជូនពុកម៉ែបងប្អូនតែម្ដងបាទនេះកូដរថយន្តព័ត៌មានផ្សេងរបស់ផ្នែករថយន្តគឺនៅទាំងអស់បាទមានប្រវត្តិកលាប់កាត់តយទេពុកម៉ែបងប្អូនយកទៅប្រើប្រាស់គឺមានទំនុកចិត្តតែម្ដងពុកម៉ែបងប្អូនបាទនេះបាទគឺផ្នែកខាងក្រោយបាទនៅសំណុំនេះគឺឧបករណ៍គឺនៅសំណុំរបស់រថយន្តតែម្ដងបាទពុកម៉ែបងប្អូននេះដបូលបើកពុកម៉ែបងប្អូនប្រភេទរថយន្ត Lexus 407គឺដបូលបើកបាទខុសពី Lancer បាទខុសពី Lancer គឺមាន option ផ្សេងគ្នាបាទតែ Lexus គឺមាន option តែមួយនឹងទេបាទមិនថាវាមាន switch អារ៉ាប់វាមាន switch អាមេរិកចឹងវាផ្នែកវាខុសគ្នាតិចតួចបាទតិចតួចប៉ុន្តែបើ Lancer វាមានផ្នែកខុសគ្នាមានម៉ាស៊ីនយន្តម៉ាស៊ីនសាំងចឹងណាពុកម៉ែបងប្អូននេះផ្នែកខាងក្រោយខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនផ្នែកខាងក្រោយរបស់ Lexus គឺមានប្រព័ន្ធម៉ាស៊ីនជែកដល់ខាងក្រោយប៉ុន្តែ Lancer វាខុសវាមាន switch វាខុសគ្នាច្រើនអញ្ចឹងពុកម៉ែបងប្អូនចង់ដឹងព័ត៌មានច្បាស់ពុកម៉ែបងប្អូនអាចខលមកតាក់ទងសួរនាំនៅព័ត៌មានផ្សេងៗរបស់រថយន្តពីខ្ញុំបានដែលពុកម៉ែបងប្អូនឆ្ងល់ទៅលើរថយន្តអញ្ចឹងផ្សេងបាទហើយខ្ញុំហ៊ានធានាទៅលើផ្នែកផ្សេងនៃរថយន្តគឺអត់មានធ្វើឲ្យពុកម៉ែបងប្អូនជួយបារម្ភអីទេបាទគឺយើងសម្រាប់សម្រាប់នឹងសម្រាប់សូមម៉ាស៊ីនមកបាទសម្រាប់រថយន្តដែលយើងមានក្នុងស្តុកនេះគឺយើងបានធ្វើការសម្អាតជូនពុកម៉ែបងប្អូនតែម្ដងឃើញចេះស្ដាយពុកម៉ែបងប្អូនបាទមិនថាផ្នែកខាងមុខបាទផ្នែកប្លុកម៉ាស៊ីនហើយនៅផ្នែកធ្នឹមបាទដូចខ្ញុំបញ្ជាក់អញ្ចឹងរថយន្តដែលមានបញ្ហាបុកប៉ះគឺពិនិត្យជាក់ស្ដែងទៅលើធ្នឹមខាងមុខពលបូមនឹងបាទស្ពតនេះតែម្ដងបើយើងនៅសំណុំស៊ីននេះគឺរថយន្តគ្មានប្រវត្តិបុកប៉ះអីទេបាទពុកម៉ែបងប្អូនបាទហើយខ្ញុំហ៊ានធានាបាទខ្ញុំហ៊ានធានាទៅលើប្រវត្តិរថយន្តដែលគ្មានប្រវត្តិបុកប៉ះនឹងតែម្ដងបាទធម្មតាឆ្នាំនេះវាមានការបាញ់ទឹកលើទឹកឆ្នាំតិចតួចតែយើងបាញ់លើសាច់ដែកបាទពុកម៉ែបងប្អូនឃើញហើយបាទថាពេលយូរខ្ញុំមកបង្ហាញមួយគ្រឿងទៀតតែខ្ញុំធ្វើវីដេអូមុនខ្ញុំធ្វើវីដេអូតែមួយគ្រឿងនេះទេតែឥឡូវខ្ញុំមានក្នុងស្តុក3គ្រឿងនេះខ្ញុំធ្វើរូបវីដេអូរូបគ្នាជាមួយរថយន្តប្រភេទធំនេះតែម្ដងជូនពុកម៉ែបងប្អូននេះពណ៌កម្មម៉ៃតដាកូឆ្នាំផលិត2003ដូចគ្នាបាទអ្នកស៊ីមរៀប
គេហៅថាកម្មម៉ៃទៅដល់គោប៉ុន្តែតាមតំបន់ខ្លះគេហៅធ្វើកម្មពៅបាទអញ្ចឹងតែខ្ញុំអាចឲ្យមួយណាក៏បានប៉ុន្តែជាប្រភេទរថយន្តចាប់ពីឆ្នាំ03ឡើងទៅទើបមានពណ៌នេះបាទចាប់ពីឆ្នាំផលិត03ឡើងទៅទើបមានពណ៌នេះណាពុកម៉ែបងប្អូនបាទហើយខ្ញុំសូមបញ្ជាក់ថារថយន្តនេះខ្ញុំបានធ្វើវីដេអូរួចហើយម្ដងរួចហើយប៉ុន្តែខ្ញុំមកដាក់ទន្ទឹមគ្នា3ព្រោះខ្ញុំទៅមិនបានកាត់បាន2ក្នុងស្តុកចឹងខ្ញុំដាក់3ជូនពុកម៉ែបងប្អូនឲ្យមានជំរឿននិងតម្រូវការជូនពុកម៉ែបងប្អូនតែម្ដងខ្ញុំសូមបញ្ជាក់រថយន្តទាំង3គ្រឿងនេះសម្រាប់ប្រវត្តិកញ្ចក់ជុំវិញណាគឺនៅសំណុំទាំងអស់ 100% គឺមកជុំគឺកញ្ចក់ស៊ីនរបស់រថយន្តតែម្ដងអត់មានការផ្លាស់ប្ដូរទេពុកម៉ែបងប្អូនខ្ញុំហ៊ានបញ្ជាក់បាទនេះមកផ្នែកខាងក្នុងបាទប្រភេទរថយន្ត Lexus ឆ្នាំផលិត2003បាទគឺផ្នែកខាងក្នុងគឺដូចគ្នាបាទដូចខ្ញុំបញ្ជាក់វាខុសតែពណ៌ទេប៉ុន្តែខ្ញុំហ៊ានធានាដូចគ្នាទៅលើប្រវត្តិអត់មានការកែច្នៃអត់មានការបាក់បែកអីទេបាទគឺនៅសំណុំរបស់យន្តហើយខ្ញុំជាពិសេសខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនពាក់ព័ន្ធនឹងប្រភេទរថយន្ត Lexus Lancer ប្រភេទ SUV ធុនធំប្រភេទនេះគឺខ្ញុំហ៊ានបញ្ជាក់នឹងធានាជូនបងប្អូនទៅលើប្រព័ន្ធភ្លើងខ្ញុំសូមបញ្ជាក់ទៅលើប្រព័ន្ធភ្លើងគឺនៅដំណើរការ 100% មិនថាបូមឡើងចុះមិនថាបូមចង្កូតឬក៏ប្រព័ន្ធភ្លើងខាងក្នុងទេបាទគឺនៅដំណើរការ 100% តែម្ដងបងប្អូនអត់មានការខូចខាតអីទេបាទជាពិសេសពុកម៉ែបងប្អូនស្គាល់ហើយប្រភេទរថយន្ត470បើសិនជាបូមឡើងចុះអត់ដំណើរការឬក៏មានបញ្ហាពុកម៉ែបងប្អូនជាស្រួលទេបាទជាស្រួលទេអញ្ចឹងខ្ញុំហ៊ានធានាថាពួកខ្ញុំបានឆែករួចហើយគឺអត់មានអ្វីដែលជាប្រកបដីសម្រាប់ពុកម៉ែបងប្អូនទេគឺដំណើរការ 100% តែម្ដងបាទដូចខ្ញុំបញ្ជាក់នេះស្អាតណាស់ពុកម៉ែបងប្អូនអត់មានការបែកបាក់អីទេហើយសំណុំសំពុះគឺនៅសំណុំជីនរបស់រថយន្តតែម្ដងបាទមិនថាកូដរថយន្តមិនថាថ្នាំអីគឺនៅស្អាតណាស់បាទហើយមួយទៀតខ្ញុំសូមបញ្ជាក់ដែលសារខ្ញុំសូមបញ្ជាក់មិនខ្ញុំបានថតបាត់រថយន្តជូនពុកម៉ែបងប្អូនប៉ុន្តែខ្ញុំហ៊ានធានាទៅលើរថយន្តអត់មានបុកបាសឬក៏ចេះទៅលើបាត់ខាងក្រោមអីទេពុកចេះអត់មានទេបាទពុកម៉ែបងប្អូនខ្ញុំហ៊ានធានាព្រោះយើងមានឈ្មោះនៃការ៉ាស់ត្រឹមត្រូវដើម្បីដល់ជីឥឡូវខ្ញុំសូមបង្ហាញប៉ុណ្ណេះរាល់សំណួរទាំងអស់ពុកម៉ែបងប្អូនពាក់ព័ន្ធនឹងរថយន្តធុនធំទាំង3គ្រឿងឬក៏រថយន្តផ្សេងដែលយើងមានក្នុងស្តុកក្នុងការ៉ាស់របស់យើងគឺមានច្រើនគ្រប់ប្រភេទតែម្ដងពុកម៉ែបងប្អូនអាចសួរខ្ញុំតាមលេខទូរស័ព្ទក៏បាន Telegram ក៏បានដែលខ្ញុំដាក់ក្នុងវីដេអូនេះហើយជាពិសេសពុកម៉ែបងប្អូនមកមុនបានមុនពុកម៉ែបងប្អូនសម្រាប់រថយន្តទាំងពីរគ្រឿងនេះមកមុនបានមុនតម្លៃពិសេសក្រោមទីផ្សារលក់ជូនពុកម៉ែបងប្អូនចែកពុកម៉ែបងប្អូនប្រើតែម្ដងបាទអត់លុយចូលរួមក៏អាចមកយករថយន្តទៅប្រើប្រាស់បានដែរពុកម៉ែបងប្អូនអត់លុយចូលរួមក៏អាចមកសិក្សាយករថយន្តទៅប្រើប្រាស់បានដែរនិយាយមែនជាពិសេសពុកម៉ែបងប្អូនគ្មានលុយ100ខ្មែរមកមុនបានមុនមានលុយ100ខ្មែរមកមុនបងរំលោះសិក្សាបងរំលោះយករថយន្តទៅប្រើប្រាស់តែម្ដងជាប្រភេទរថយន្តធុនធំ SUV តែទំនើបហើយប្រើប្រាស់ឲ្យឆ្នាំខ្ពស់ឆ្នាំ04 03 03បាទអរគុណពុកម៉ែបងប្អូនក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយមានចម្ងល់ឬក៏ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗពុកម៉ែបងប្អូនអាចសួរខ្ញុំបានតែម្ដងតាមលេខទូរស័ព្ទនិង Telegram ដែលមានក្នុងវីដេអូនេះស្រាប់បាទអរគុណសូមគោរពជម្រាបលា